ពួកឯងដឹងថាយើងជាអ្នកណាដែរទេពួកឯងហេតុតែបោះមនុស្សគ្រួសារយៈនេះពួកឯងគឺលែងចង់រស់ហើយហីនេះឯងនឹកថាឯងជាស្ដេចលុយទៀតយើងបានលើមកឋានតែប្រទូគេបានសម្លឹងគ្រួសារឯងហើយគ្រួសារឯងប្រកាសជាងាប់ប្រកាសណាស់យើងប្រាប់ឯងឲ្យតដូនតាយើងនៅរស់មួយថ្ងៃផែនការរបស់ពួកឯងកុំគិតថាបានសម្រេចទេសោះដូនតាឯងសូម្បីតែប្រទូក៏យកឆ្នាំមិនបានដែរមកការពីឯងទៅឯងជាហៅប៉ៅលុយគ្រួសារយៈគ្មានឯងគ្រួសារយៈជាខ្សាច់វាអត់បានការទេហ៊ុយយើងប្រាប់ឯងដូនតាយើងមិនដែលចាញ់អាណាទេគ្រួសារទូវាគ្រាន់តែជាពួកអត់បានការទេយើងបានលើមកហើយអ្នកប្រទូគេនឹងបង្ករឿងនៅមង្គលការគ្រួសារឯងយើងក៏នៅទីនេះដែរបន្ថែមរឿងឲ្យកាន់តែល្អមើលបើសិនជាគ្រួសារយើងបានឃើញវ៉ែនតាឯងនេះពួកវានឹងមានអារម្មណ៍យ៉ាងម៉េចទៅឯងបែរជាហ៊ានប្រមាថដូនតាយើងផងអាចចំមកសៀតថងលុយគ្រួសារយាលែងមានទៀតហើយគ្រួសារយាឯងនឹងរលំហើយពេលនោះគ្រួសារលាវយើងក៏អាចចែកបានផលមួយចំណែកដែរអរគុណទាំងអស់គ្នាដែលបានមកចូលរួមកម្មវិធីគ្រួសារខ្ញុំជាបន្ទាប់សូមអញ្ជើញលោកដូនតាមកទទួលកូនក្រមុំជាបន្ទាប់សូមចាប់ផ្ដើមកម្មវិធីទៅកម្មវិធីអអយ៉ាងនេះមិនយ៉ាងអាចគ្មានគ្រួសារលាវយើងបានទៅអាក្មេងអញជាណាលោកដូនតានេះគឺជាអ្នកដឹកនាំគ្រួសារលាវនៅពេលនេះឈ្មោះថាលាវឈិនជីគឺជាគ្រួសារធំទី2ប៉ុន្តែពួកយើងមិនបានអញ្ជើញគេទេនេះជាមង្គលការយើងមកឲ្យគឺសុទ្ធតែជាភ្ញៀវទៅរកកន្លែងអង្គុយទៅដូនតាគ្រួសារយកចិត្តទៅលេងមែនយើងមិនបានមកដៃទៅទេយើងក៏យកកាដូធំមកដែរវ៉ែនតាភ្នែកយើងមិនបានកាត់អីទេអរគុណឯងហើយគ្រួសារលាវល្បីឈ្មោះជាគ្រួសារធំលំដាប់ទី2តែបែរជាកំរិះចឹងទៅវិញបែរជាយកវ៉ែនតាមួយមកទៅវិញឯងមើលឲ្យល្អទៅមើលលើតម្លៃវ៉ែនតានេះឲ្យល្អទៅគ្រាន់តែវ៉ែនតាមួយវាមានតម្លៃអីទៅគ្រាន់តែជាវ៉ែនតាអត់បានការសោះនេះជាវ៉ែនតាស្ដេចលុយគ្រួសារយេហើយឆឹងពេលនេះវានៅក្នុងដៃរបស់យើងហើយគឺឯងចំណាចាប់ចោលយើងហ៎គ្រួសារលាវអញពិតជាខ្លាំងធំណាស់បើជាហ៊ានចាប់មនុស្សគ្រួសារយេយើងផងគ្រួសារយេឯងលែងមិនយេហើយឆឹងហៅបើលុយធំនោះហើយធ្វើអីក៏មិនបានដែរនេះពួកឯងមានអីគួរខ្លាចទៅអាចចៅតូននេះចិត្តហួសពេលល្អទៅហើយឯងឆាប់ចាប់ដើមកម្មវិធីទៅនេះជាពេលអីទៅហើយពួកឯងនៅគិតរឿងរៀបការទៀតចាំមើលពេលដែលអ្នកប្រុសទូមកគ្រួសារយេឯងនឹងលែងមានរូបរាងទៀតហើយគ្រួសារយេប្រកាសជានៅថិតថេររហូតថ្ងៃនេះយើងមានអារម្មណ៍ល្អយើងមិនប្រកាន់ជាមួយពួកឯងទេឯងដេកយកសັບទៅអ្នកប្រុសទូគឺចិត្តមកដល់ហើយមុនពេលអ្នកប្រុសទូមកនោះយើងមិនប្រកាន់តែជន់ក្បាលឯងបលិចទេយកយេហើយឆឹងមកលូឈន់ជានេះឯងចង់ឲ្យគ្រួសារឯងរលាយហ៎ស្ដេចញ៉ែកុំប្រញាប់អីផុតពីថ្ងៃនេះហើយអ្នកណាត្រូវកំទេចចោលនៅមិនតាន់ដឹងទេពេលដែលអ្នកប្រុសទូមកគ្រួសារយីឯងនឹងត្រូវកំទេចចោលមុនគេមែនទេគ្រួសារទូមួយទាំងមូលត្រូវចាប់យកទៅដាក់គុកស្លាប់រស់អស់ហើយគ្រួសារលាវឯងចង់ចាត់ការគ្រួសារយីផងនេះឯងជាស្អីទៅស្ដេចញ៉ែអាពីបន្លាញអស់នេះចេះនិយាយមករួចដើម្បីរក្សាមុខមាត់គ្រួសារយីពីអស់នេះឯងចេះតែនិយាយរួចដែរស្ដេចញ៉ែស្ថានភាពគ្រួសារយីពេលនេះយ៉ាងម៉េចពួកយើងសត្វបានដឹងបើសិនជាពួកឯងដឹងខ្លួននោះឯងក៏ឲ្យផលពួកយើងខ្លះមកពួកយើងធ្វើការបែងចែកគ្នាពួកឯងបានដឹងហើយពួកឯងរកដួលហើយគឺត្រូវជារុញឲ្យរលំពេលដែលអ្នកប្រុសទូមកនោះគ្រួសារយីនឹងត្រូវងាប់ដោយវេទនាហើយមើលទៅស្ត្រីគ្រួសារយីពិតជាច្រើនមែននេះគឺជាជំរឿនរបស់ពួកឯងពួកអាភ្លើអស់ឯងនេះពួកឯងទៅពាក់ស្បែកខ្លាគ្រួសារលាវមកគំរាមពួកយើងនេះគ្រួសារទូវាធ្វើមិនបានផងឯងគិតថាអាចធ្វើបានដែរគ្រួសារទូទៅប្រមាថគ្រួសារយីពួកយើងសុទ្ធតែដឹងកម្លាំងដូនតាឯងវារលាយអស់ដៃគូសហការក៏នាំគ្នាដកភាហ៊ុនអស់ពួកឯងមានអីអស់ចាស់ទៅអូយបច្ចេកមកពួកយើងមកស្ដាប់រឿងគេចង់ដឹងរឿងគេស្ដាប់តិចទៀតតាពួកឯងក៏គិតអញ្ចឹងដែរមែនហើយគ្រួសារទូទឹកជាអ្នកខ្លាំងថ្មីគ្រួសារយីអញពេលនេះដូចជាកណ្ដុរនៅក្នុងទឹកលូទីតនពេលនេះអ្នកប្រុសទូមិនតន់មកពួកឯងគួរតែឆាប់បកលលុយពួកឯងមកយើងភ្លាមមកលោកដូនតារឿងនេះប្រកល់ឲ្យខ្ញុំចុះខ្ញុំនឹងអបបាទពួកវាទាំងអស់យកទៅដាក់គុកមនុស្សស្លាប់រស់ខ្លាចថាយេសិនឯងមិនអាចធ្វើបានទេ